ក្នុងនាមជាអ្នកមើលថែក្មេងៗគឺក្នុងនាមជាម៉ែដោះចាថ្ងៃនេះពួកខ្ញុំសូមជួយឲ្យបងប្អូនទាំងអស់គ្នាជួយគាំពៀដល់កុមារកំព្រាឲ្យប្រជុំថ្ងៃនេះពួកខ្ញុំបានមកជួយលក់ខោអាវនិងឲ្យក្រមាមួយ 5000 និងខោអាវមួយ 20000 ចាដោយសារតែមជ្ឈមណ្ឌលដោយសារតែមណ្ឌលកុមារកំប្រជុំខ្វះខាតចាខ្វះខាតនៅអាហារហូបចុកច្រើនដូច្នេះពួកខ្ញុំប្រឹងប្រែងនាំគ្នាចាឲ្យជួយនៅការមកលក់ជាខោអាវដើម្បីផ្គត់ផ្គង់ដល់ក្មេងៗកុមារកំព្រាប្រជុំនេះព្រោះខ្វះខាតច្រើនណាស់ខ្វះខាតដូចជាឲ្យផ្ទះបាយខ្វះខាតដូចជាអាហារហូបចុកសម្លៀកបំពាក់សភៅរៀននិងឲ្យសម្លៀកបំពាក់ក្មេងៗជាច្រើនហើយខ្ញុំសូមឲ្យបងប្អូនជួយដល់កុមារប្រជុំនេះព្រោះកុមារខ្លះមានដូចជាកុមារអត់សូវមានសតិល្អគ្នាឈឺនឹងឲ្យពិការជាច្រើនហើយសូមឲ្យបងប្អូនជួយដល់កុមារនៅក្នុងមណ្ឌលប្រជុំនេះព្រោះកុមារខ្លះឲ្យមានជំងឺច្រើនមានសួរបងប្អូនទាំងអស់គ្នាបាទដែលកំពុងតែធ្វើដំណើរឆ្លងកាត់នៅក្នុងមុខផ្សារក្រាំងជែកនេះឥឡូវនេះគឺម៉ោង11ថ្ងៃត្រង់ហើយគឺជាម៉ោងដែលបងប្អូនពុកម៉ែមានទាំងអស់បាទចាប់ដើមទទួលទានអាហារថ្ងៃត្រង់ហើយគណៈពេលនេះបាទពួកយើងដែលជាអ្នកស្ម័គ្រចិត្តក៏ដូចជាយុវជនបាទដែលទៅពីការសិក្សាទៅពីការងារបាទបានមកស្ម័គ្រចិត្តជួយលក់ជាអាវជាក្រមាក៏ដូចជាសម្លៀកបំពាក់ហើយមានទាំងសម្ភារៈសិក្សាបាទទៅនេះគឺយើងធ្វើឡើងបាទដើម្បីរកជំនួយជួយផ្គត់ផ្គង់ទៅដល់មណ្ឌលកុមារកំព្រាព្រៃជុំជាក់ស្ដែងដោយបងប្អូនកំពុងតែឃើញវត្តមានរបស់ពួកយើងអញ្ចឹងបាទអាវមួយជួយកុមារបានម្នាក់នៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំឥឡូវនេះគឺខាងមណ្ឌលកុមារកំព្រាព្រៃជុំបាទចាប់ផ្ដើមទទួលកុមារពីមួយថ្ងៃទៅមួយថ្ងៃចំនួនកុមារាកុមារីដែលគាត់ខ្វះការយកចិត្តទុកដាក់ក៏ដូចជាងាយនឹងរងគ្រោះហើយពួកយើងក៏បានទទួលហើយកំណើនរបស់កុមារក៏កាន់តែកើនឡើងពីមួយថ្ងៃដែលជាហេតុធ្វើឲ្យនៅខាងមណ្ឌលកុមារកំព្រាព្រៃជុំបាទកំពុងតែខ្វះខាតជាមួយគ្រឿងឧបភោគបរិភោគជាមួយនឹងសម្ភារៈផ្ទះបាយជាមួយនឹងថ្នាំសង្កូវជាមួយនឹងសម្លៀកបំពាក់ហើយអញ្ចឹងពួកយើងទាំងអស់គ្នាដែលជាយុវជនស្ម័គ្រចិត្តបានបង្កើតជាយុទ្ធនាការមួយហៅថាយុទ្ធនាការលក់ផលិតផលដើម្បីស្វែងរកជំនួយជួយផ្គត់ផ្គង់ទៅការជំនួយផ្គត់ផ្គង់ទៅកាន់មណ្ឌលកុមារកំព្រាព្រៃជុំនេះតែម្ដងហើយដូច្នេះហើយបាទខ្ញុំនឹងសូមគោរពអញ្ជើញលោកសេណាតបាទដែលជាយុវជនស្ម័គ្រចិត្តបាទជួយជ្រោមជ្រែងនៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំបាទលោកអញ្ជើញបាទបញ្ចេញមតិគាត់ច្បល់ផ្ទាល់ខ្លួនក៏ដូចជាចំណាប់អារម្មណ៍ដែលលោកកំពុងតែមានវត្តមាននៅក្នុងស្តង់យើងដោយផ្ទាល់បងប្អូនឃើញអញ្ចឹងបាទយើងមានកម្មាយើងមានអាវយឺតហើយពួកគាត់បាទគឺជាយុវជនស្ម័គ្រចិត្តដែលគាត់ចំណាយពេលវេលាដ៏មានតម្លៃបាទទំនេរពីការសិក្សាទំនេរពីការងារសុខចិត្តបាទចំណាយពេលដើម្បីជួយស្វែងរកចំណូលទៅដល់ផ្គត់ផ្គង់កុមារនៅក្នុងមណ្ឌលកុមារកំព្រាព្រៃជុំបាទសូមគោរពអញ្ជើញបាទបានជំរាបសួរបងប្អូនបាទបងប្អូនទិញនៅអាវមួយក៏មានពាក្យស្លោកថាគឺស្នាមញញឹមរបស់ខ្ញុំបេះដូងខ្ញុំដើម្បីអនាគតកម្ពុជាដើម្បីអនាគតកុមារហើយនៅខាងក្រោយនេះក៏មានពាក្យស្លោកថាកុមារកំព្រាក៏ចង់រៀនមានជីវិតដែរហើយទៀតសោះនៃមណ្ឌលកុមារកំព្រាមណ្ឌលកំព្រាកុមារកំព្រាព្រៃជុំយើងខ្ញុំនេះក៏កំពុងមានការខ្វះខាតជាខ្លាំងដូចជាអាគារហូបបាយនេះគឺសាងសង់បានមួយរយៈតូចហើយនៅខ្វះពីដាននៅផ្ទះបាយក៏មានការបាក់ទ្រុំជាខ្លាំងបើសិនបងប្អូនបានឆ្លងកាត់នៅទីនេះបងប្អូនជួយទិញអាវឬក៏បរិច្ចាគជាថវិកាបន្តិចបន្តួចដើម្បីបានជួយដល់កុមារកំព្រាដែរព្រោះគាត់ពេលនេះគាត់មានការខ្វះខាតជាខ្លាំងអ្នកខ្លះក៏គាត់ទៅរៀនគ្មានកង់គ្មានអីជិះទេប៉ះណាគាត់ទៅដើរទៅអីចឹងបងប្អូនហើយឥឡូវសូមបងស្រីជួយមានប្រសាសន៍បន្តចាជំរាបសួរដល់បងប្អូនអ៊ំពូមីងពុកម៉ែចាដែលគាត់បានធ្វើដំណើរឆ្លងកាត់ដងផ្លូវនេះចាសូមកុំភ្លេចងាកមកមើលខាងស្ដាំដៃចាមានដាក់ផ្លាកថាមណ្ឌលកុមារកំព្រាព្រៃជុំចា
ថ្ងៃនេះយើងខ្ញុំទាំងអស់គ្នាបានចុះពន្ធនាការដើម្បីធ្វើការផ្សព្វផ្សាយដូចជាមានលោកក្រមាអាវចាដើម្បីយកថវិកាទៅផ្គត់ផ្គង់ដល់ក្មេងមណ្ឌលកម្មាគម្រាមប្រជុំផងដែរចាហើយដូច្នេះសូមបងប្អូនអំពុំមីងមានទឹកចិត្តបន្តិចបន្តួចដើម្បីជាការឧបត្ថម្ភចាទិញក្រមាមួយចាស្មើនឹងជួយដល់ក្មេងបានមួយនាក់ចាសប្តាហ៍នេះឃើញថានៅក្នុងមណ្ឌលប្រជុំមានកុមារចំនួនច្រើនកើនឡើងចាហើយដូច្នេះមានការខ្វះខាតក្នុងការបរិភោគមួយថ្ងៃ3ពេលគាត់អាចមានការខ្វះខាតចាហើយដូច្នេះក៏ពួកយើងបានសម្រេចចិត្តថាធ្វើពន្ធនាយុទ្ធនាការដើម្បីមកលក់ដើម្បីរកប្រាក់ចំណូលបន្តិចបន្តួចទៅឧបត្ថម្ភដល់ក្មេងៗនៅទីនោះចាដែលគាត់មានការខ្វះខាតខ្លាំងដែរចាអញ្ចឹងពួកយើងជាអ្នកស្ម័គ្រចិត្តចាអញ្ចឹងសូមឲ្យបងប្អូនពុំមីទាំងអស់នៅក្នុងស្រុកក៏ដូចជានៅក្រៅស្រុកចាសូមចិត្តមេត្តាធម៌សប្បុរសធម៌ចាជួយឧបត្ថម្ភបន្តិចបន្តួចតាមទៅលទ្ធភាពដែលបងប្អូនមានចាហើយដូច្នេះសូមជួយផងចាព្រោះសប្តាហ៍ថ្ងៃមានក្មេងការឡើងដល់ទៅ82នាក់ចាអ្នកខ្លះគាត់បានរៀនណានៅបឋមសិក្សាប៉ុន្តែពួកគាត់มันមានអីធ្វើដំណើរទេគឺគាត់បានសិក្សានេះគឺគាត់ដើរទៅចាគាត់សូម្បីតកង់មួយក៏គាត់គ្មានដែរចាហើយសិស្សធំគាត់បានចូលរៀនទៅដល់អនុវិទ្យាល័យខ្លះដែរប៉ុន្តែក៏គាត់នៅមានភាពខ្វះខាតដែរចាដោយសារតែពួកក្មេងឥឡូវកើនច្រើនឡើងអញ្ចឹងហើយបានជាពួកខ្ញុំស្ម័គ្រចិត្តនឹងធ្វើការលក់ក្រមានិងអាវយឺតដើម្បីជាបានថវិកាបន្តិចបន្តួចទៅឧបត្ថម្ភដល់ក្មេងៗនៅទីនោះចាបងប្អូនសាកសម័យនៅក្នុងគ្រួសារយើងមានកូនតែ2 3នាក់យើងមានសម្ពាធថាពិបាកចង់ទាំងរំតែពួកគាត់ឡើងដល់តែ82នាក់បងប្អូនសាកសម័យមើលថាតែពិបាកប៉ុណ្ណាចាអញ្ចឹងហើយបានជាយើងខ្ញុំសល់ពេលបន្តិចបន្តួចក្រៅពីធ្វើការស្ម័គ្រចិត្តមកជួយពួកគាត់ដើម្បីលក់ក្រមានិងអាវយឺតដើម្បីយកជាថវិកាទៅឧបត្ថម្ភដល់ពួកគាត់ក៏ដូចជាការបរិភោគជារៀងរាល់ថ្ងៃផងដែរចានិងការមានភាពខ្វះខាតដូចជាផ្ទះបាយក៏គាត់ធ្វើមិនទាន់ហើយដែរសប្តាហ៍ថ្ងៃគាត់ញ៉ាំអាហារនៅក្រៅម្លប់ឈើទេចាពេលខ្លះភ្លៀងធ្លាក់មកញ៉ាំទាំងកដាភ្លៀងក៏មានដែរចាពេលថ្ងៃក្តៅអញ្ចឹងញ៉ាំហាក្តៅក៏មានដែរចាអញ្ចឹងបានពួកយើងទាំងអស់គ្នានេះសុទ្ធតែជាអ្នកស្ម័គ្រចិត្តដើម្បីមកធ្វើការលក់ចាការលក់ដូចជាកម្មាហើយនឹងអាយដើម្បីយកកម្រៃហ្នឹងទៅបានឧបត្ថម្ភនៅមណ្ឌលកម្មាគម្រាមប្រជុំផងដែរអញ្ចឹងក៏សូមថ្លែងដល់អំណរគុណដល់បងប្អូនអំពូមីងដែលគាត់តែងតែមានចិត្តចាជួយមេត្តាដល់មណ្ឌលកម្មាគម្រាមនឹងជួយទិញដូចជាក្រមាអាវយឺតចាក៏សូមអរគុណចាយើងខ្ញុំសូមអរគុណដល់បងប្អូនអំពូមីងទាំងអស់គ្នាអំបញ្ញមិញឃើញមានថាភ្ញៀវគាំទ្រជាច្រើនដោយសារតែគាត់ឃើញមណ្ឌលប្រជុំមានការខ្វះខាតខ្លាំងហើយដូច្នេះគាត់មិនអាចចិត្តដាច់ទេគាត់បានជួយជាវជាក្រមាហើយនឹងអាវយឺតបានចំនួនច្រើនដែរខ្ញុំសូមថ្លែងអំណរគុណអរទឹកចិត្តដល់បងប្អូនសប្បុរសជនក៏ដូចជាសប្បុរសធម៌ដែលតែងតែជួយគាំពារដល់មណ្ឌលកម្មាគម្រាមប្រជុំនេះផងដែរចាសូមអរគុណបងប្អូនអរគុណបងស្រីបាទអរគុណមែនទែនបានចំណាយពេលវេលាដ៏មានតម្លៃជួយធ្វើយុទ្ធនាការដើម្បីលក់ជាអាវជាកម្មាបាទស្វែងរកជំនួយជួយទៅដល់មណ្ឌលកម្មាគម្រាមប្រជុំហើយជាក់ស្ដែងបាទខ្ញុំនឹងសួរទៅកាន់បងស្រីដែលជាមេដោះហើយគាត់គឺជាអ្នកម្ដាយទី2បាទទោះបីជាក្មេងនឹងមិនមែនជាប់សាច់ឈាមមិនមែនជាប់សាច់ញាតិបាទអីក្តីប៉ុន្តែគាត់បាទលៀងអាចចំបាច់នោមដូចជាភាសាខ្មែរយើងឲ្យចចាស់ប្រតិចារនិយាយថាលៀងអាចចំបាច់នោមណាបងប្អូនអរគ្នាអញ្ចឹងខ្ញុំនឹងឲ្យគាត់រៀបរាប់អំពីការងារផ្ទាល់នៅក្នុងមណ្ឌលកម្មាគម្រាមថាគាត់ពិបាកមិនខ្លះអីខ្លះដោយសារអីគឺគាត់ត្រូវមើលក្មេងៗហើយក្មេងខ្លះដូចបងប្អូនបានដឹងស្រាប់ហើយថាគាត់ធ្លាប់មានកម្លាំងកាយកម្រិតហើយនឹងអត់មានសតិបញ្ញាអីដូចក្មេងផ្សេងទៀតទេហើយអញ្ចឹងទូនាទីទាំងអស់ហ្នឹងគឺត្រូវធ្លាក់បន្ទុកទៅលើបងស្រីដែលជាអ្នកម្ដាយទី2ដែលជាអ្នកមើលថែក្មេងបាទពីការភាពក្មេងដែលគ្នាមានសតិមិនគ្រប់ក៏ដូចជាក្មេងដែលគ្នាមានកាយសម្បទាមិនគ្រប់អញ្ចឹងសូមគ្រប់អញ្ជើញបងអញ្ជើញចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់
ចាសូមជម្រាបសួរពុកម៉ែបងប្អូនទាំងអស់ចាសូមជួយឲ្យគាំពៀដល់ក្មេងៗមណ្ឌលកុមារកំព្រាព្រៃជុំនេះចាថ្ងៃនេះពួកខ្ញុំចានាងខ្ញុំក្នុងនាមជាអ្នកមើលថែក្មេងៗគឺក្នុងនាមជាម៉ែដោះចាថ្ងៃនេះពួកខ្ញុំសូមជួយឲ្យបងប្អូនទាំងអស់គ្នាជួយគាំពៀដល់កុមារកំព្រាឲ្យព្រៃជុំថ្ងៃនេះពួកខ្ញុំបានមកជួយលក់ខោអាវនិងឲ្យក្រមាមួយ 5,000 និងខោអាវមួយ 20,000 ចាដោយសារតែមជ្ឈមណ្ឌលដោយសារតែមណ្ឌលកុមារកំព្រៃជុំខ្វះខាតចាខ្វះខាតនៅអាហារហូបចុកច្រើនដូច្នេះពួកខ្ញុំប្រឹងប្រែងនាំគ្នាចាឲ្យជួយនៅការមកលក់ជាខោអាវដើម្បីផ្គត់ផ្គង់ដល់ក្មេងៗកុមារកំព្រាព្រៃជុំនេះព្រោះខ្វះខាតច្រើនណាស់ខ្វះខាតដូចជាឲ្យផ្ទះបាយខ្វះខាតដូចជាអាហារហូបចុកសម្លៀកបំពាក់សភៅរៀននិងឲ្យសម្លៀកបំពាក់ក្មេងៗជាច្រើនហើយខ្ញុំសូមឲ្យបងប្អូនជួយដល់កុមារព្រៃជុំនេះព្រោះកុមារខ្លះមានដូចជាកុមារអត់សូវមានសតិល្អគ្នាឈឺនឹងឲ្យពិការជាច្រើនហើយសូមឲ្យបងប្អូនជួយដល់កុមារនៅក្នុងមណ្ឌលព្រៃជុំនេះព្រោះកុមារខ្លះឲ្យមានជំងឺច្រើនហើយមានដូចជាកុមារខ្លះអត់មានស្មារតីល្អមានជំងឺច្រើនហើយខ្ញុំសូមឲ្យបងប្អូនទាំងអស់គ្នាជួយទិញខោអាវឲ្យពួកខ្ញុំព្រោះពួកខ្ញុំស្ម័គ្រចិត្តមកជួយដើម្បីឲ្យក្មេងៗមានអាហារហូបចុកដើម្បីឲ្យក្មេងៗគ្នាកុំឲ្យពិបាកព្រោះរាល់ថ្ងៃពិបាកណាស់ខ្វះច្រើនពួកខ្ញុំទោះជាពិបាកយ៉ាងម៉េចក៏ដោយពួកខ្ញុំស្ម័គ្រចិត្តដើម្បីក្មេងៗដើម្បីជួយស៊ូដើម្បីក្មេងព្រោះពេលខ្លះឲ្យពួកខ្ញុំធំហើយអាចរកស៊ីខ្លួនឯងបានតែចំពោះក្មេងៗបើសិនជាខ្វះខាតហើយគ្នាបើសិនជាអត់មានអ្នកជួយអ្នកផ្ដល់ជាអាហារឬមួយក៏ផ្ដល់ជាខោអាវស្លៀកពាក់ពួកគាត់នឹងពិបាកចាតែចំពោះពួកខ្ញុំបើសិនជាពួកខ្ញុំមនុស្សចាស់អាចដើររកហូបចុកបានប៉ុន្តែចំពោះក្មេងៗបើសិនជាបងប្អូនអត់ជួយទេក្មេងៗគ្នានឹងស្លាប់ចាអញ្ចឹងសូមបងប្អូនជួយផងព្រោះមណ្ឌលខ្ញុំនេះខ្វះខាតណាស់អរគុណច្រើននៅចំពោះការមានទឹកចិត្តចំពោះបងប្អូនចាហើយសូមឲ្យបងប្អូនជួយដើម្បីពួកខ្ញុំចា ចាអរគុណដល់បងស្រីដែលគាត់ជាម៉ែដល់នៅក្នុងមណ្ឌលកុមារកំព្រាចាអរគុណទឹកចិត្តគាត់ដែលគាត់ឆ្លៀតពេលពីការងារមកស្ម័គ្រចិត្តដើម្បីធ្វើការចុះពន្ធនាការលក់អាវយឺតនិងក្រមាដើម្បីជាការឧបត្ថម្ភដល់ក្មេងមណ្ឌលកំព្រាចាអញ្ចឹងខ្ញុំសូមនេះដោយសារតែអញ្ចឹងខ្ញុំនឹងសាកសួរព័ត៌មានពីបងអូនស្រីដែលគាត់នៅមណ្ឌលកុមារកំព្រានេះផ្ទាល់ចាជាលក្ខណៈចាំមើលគាត់មានភាសាបែបណាក្នុងការដែលគាត់រស់នៅក្នុងមណ្ឌលកុមារកំព្រាផងដែរចាអូននិយាយមកក្នុងអារម្មណ៍ពិតដែលអូនបានរស់នៅមណ្ឌលកុមារកំព្រាតើវាមានការខ្វះខាតរបៀបណាមានការលំបាករបៀបណាសូមអូនមានប្រសាសន៍ដើម្បីឲ្យបងប្អូនទស្សនិកជនក៏ដូចជាសង្គមបណ្ដាញ Facebook បានឃើញចាសូមអូនអាចមានប្រសាសន៍បានចានិយាយពីអារម្មណ៍ពិតពេញចូលបងប្អូនទាំងអស់គ្នានៅមណ្ឌលកុមារកំព្រាខ្ញុំមកពីមណ្ឌលកុមារកំព្រាព្រៃជុំខ្ញុំមកពីមណ្ឌលកុមារកំព្រាព្រៃជុំថ្ងៃនេះខ្ញុំបានមកលក់អាវនៅនឹងក្រមាដើម្បីមណ្ឌលនៅក្នុងមណ្ឌលខ្វះខាតគឺខ្វះខាតអាហារបរិភោគសម្លៀកបំពាក់ហើយវាភៅដៃថ្នាំពេទ្យចាសម្ភារៈពាក់បាយហើយនឹងអ្នកខ្លះគាត់ទៅរៀនគាត់ដើរអត់មានកង់ជិះទេអត់មានកង់ជិះក្មេងៗគាត់អញ្ចឹងខ្ញុំសូមរកជំនួយទាមទារឲ្យពូមីងបង
នទាំងអស់គ្នា មានចិត្តចា មានចិត្តជួយពួកខ្ញុំបាន ចាបន្តិចបន្តួចតាមតាមដែលទឹកចិត្តរបស់ តាម បងប្អូន ចិត្តរបស់បង អូនទាំងអស់ បងប្អូនទាំងអស់គ្នាជូនពរឲ្យបង អមពូមីង ពូមិញមានសុខភាពល្អ ជួបតែសំណាងល្អចាចាពះលៀង ជម្រាបលាបងប្អូនទាំងអស់គ្នា